បងប្អូននេះគឺជាវិហារពុទ្ធសាសនាដ៏ធំមួយរបស់កូរ៉េនៅចកេះភ្នំមកបងប្អូនហើយទេសភាពស្អាតណាស់បងប្អូនអើយកូរ៉េក៏កាន់ពុទ្ធសាសនាដែលមើលព្រះពុទ្ធរូបនៅខាងក្រោយខ្ញុំហើយទេសភាពនេះចំរដូវផ្ការីកទៀតទេសភាពស្អាតមែនទែនហ្មងហើយជិតដល់ថ្ងៃបុណ្យទៀតគេតុបតែងស្អាតមែនទែនកូរ៉េមកចូលរួមច្រើនមកមើលហើយក៏មានជនបរទេសមកដែរកូរ៉េកាន់សាសនាភាគច្រើនគឺសាសនាគ្រិស្តនិងពុទ្ធសាសនាហើយអ្នកអត់កាន់សាសនាក៏ច្រើនដែរកូរ៉េហើយបងប្អូនមកមើលទេសភាពមួយខ្ញុំហើយបងប្អូនទស្សនាកុំភ្លេចជួយ share ម្នាក់មួយផងណែមើលទេសភាពស្អាតមែនទែននៅថ្ងៃនេះបើកថ្ងៃចេះខ្ញុំមកនេះកំឡុងខែចុងខែ4អាកាសធាតុវាអត់សូវត្រជាក់ទេលែងចូលដល់រដូវផ្ការីកចាប់ផ្ដើមក្តៅហើយមើលការតុបតែងរបស់គេវត្តគេនៅលើចកេះភ្នំហ្មងបងប្អូនមើលព្រះពុទ្ធរូបនៅខាងក្រោយនេះកន្លែងគេអុជធូបសុំសេចក្តីសុខបួងសួងអីហ្នឹងនៅខាងក្រោយនោះកន្លែងគេអុជធូបនិងកន្លែងគេបន់បួងសួងអីហ្នឹងហើយការសាពះពុទ្ធគឺខុសពីយើងខាងក្រោយកន្លែងដុតធូបគេពុកជើងពៀនប៉ុណ្ណាណៃបងប្អូននេះមានជើងទៀនសម្រាប់ដុតធូបហើយខាងនេះទៀនក្អូបទៀនគេដុតទៀនក្អូបចេញមកក្រៅឡើងភេនេះខាងក្នុងនេះគឺសិតតែទៀនក្អូបហើយនឹងបងប្អូននៅខាងក្នុងហ្នឹងហើយមើលព្រះពុទ្ធរូបធំណាស់បងប្អូនហើយសាងសង់នៅចកេះភ្នំកន្លែងស័ក្តិសិទ្ធិហ្មងប្រជាជនកូរ៉េគេមកបន់ស្រន់មកបួងសួងមកគោរពបូជាច្រើនកន្លែងនេះស្ថាបត្យកម្មគេបែបបុរាណធ្វើជាបែបបុរាណណាហើយប្រជាជនគេមកទស្សនាមើលកម្សាន្តទាំងប្រជាជាតិអន្តរជាតិវត្តហើយខាងក្នុងគេមានសរសេរអីបួងសួងគេសុំអីតាមពុទ្ធសាសនាគេមានបោះធូបគេក្លុកធូបដូចក្នុងរឿងចិនណាធ្លាប់មើលរឿងចិនឃើញគេក្លុកធូបអញ្ចឹងហើយគេក្លុកធូបហើយគេយកមកទាយតែខ្ញុំបានថតឲ្យចូលទៅមើលទៅខាងក្នុងខ្ជិលចូលហើយនេះមើលប្លង់មួយនេះស្អាតមែនទែនបងប្អូនប្លង់នេះមើលទៅឃើញអាគារស្ថាបត្យកម្មបុរាណហើយស្អាតមែនទែនហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយជួយ share ចែករំលែកម្នាក់មួយផងបងប្អូនណែមើលឃើញទេអូណែតុបតែងស្អាតមែនទែនអាគារខាងក្រៅក្នុងខ្ញុំនេះខាងក្នុងនឹងតម្កល់ព្រះពុទ្ធរូប3អង្គបងប្អូនធំមែនទែនពណ៌មាសឆ្អិនចៅហ្មងតែខ្ញុំអត់បានចូលទៅថតអត់សូវច្បាស់ងឹតចឹងខ្ជិលចូលថតទៅខាងក្រៅឲ្យបងប្អូនទស្សនាទៅនេះទុកថាជាចំណេះដឹងមួយផ្នែកបងប្អូនសម្រាប់បងប្អូននៅខ្មែរណាកូរ៉េក៏កាន់ពុទ្ធសាសនាដូចជាយើងដែរតែខុសគ្នាត្រង់ស្ថាបត្យកម្មសម្បេព្រះពុទ្ធសាងសង់ក៏ខុសពីខ្មែរយើងដែរបងប្អូនអរិយធម៌របស់កូរ៉េនិងចិនស្តៀងគ្នាចិនជប៉ុនអីនឹងស្តៀងគ្នា3ប្រទេសនឹងសម្បេអាគារអីហ្នឹងធ្វើស្តៀងគ្នាបងប្អូនមើលខាងក្រោយណាអាគារដូចស្តៀងចិនហ្នឹងបើមិនប្រាប់ថាកូរ៉េគឺគេថាចិនហ្នឹងតែអត់ទេកូរ៉េទេគឺបុរាណស្តៀងគ្នាកូរ៉េជប៉ុនចិនហើយនឹង3ប្រទេសនឹងស្តៀងគ្នាបងប្អូនជួយ share វីដេអូនេះម្នាក់មួយផងដើម្បីបងប្អូនខ្មែរយើងបានទស្សនាផងដែរតើឥឡូវខ្ញុំនាំបងប្អូនទៅក្រោមមើលនៅខាងក្រោមថាគេតុបតែងនឹងដោយសារតែចិត្តដល់ថ្ងៃបុណ្យទេបានគេតុបតែងហ្នឹងណាមើលទៅស្អាតប្លែកភ្នែកប្រយ៉ាងដែរហើយចំរដូវផ្ការីកផងខ្ញុំបានថតផ្កាឲ្យបងប្អូនមើលហើយផ្ការីកស្អាតនៅនេះដោយសារតែវារុះរួយខ្លះទៅខ្ជិលកាត់បញ្ចូលកាត់ទៅប៉ុណ្ណេះនេះការតុបតែងរបស់គេនេះគឺគេទៅសេណាគេទៅសេបួងសួងសុំសេចក្តីសុខចិត្តដល់ថ្ងៃបុណ្យជាគៀងគោមគេទៅគេតុបតែងស្អាតមែនតើនេះភាគច្រើនមកវត្តចូលវត្តសវរចាស់ដូចនៅខ្មែរដែរចាស់សវរភាគច្រើនចាស់មកវត្តមើលគេមកសុំបួងសួងមកអុជធូបចឹងណានេះចិត្តណាមួយចិត្តនេះគេនៅខាងមុខនោះជួងលប៉ុណ្ណាណីតែខ្ញុំឆ្ងាយពេកថតអត់បានជួងលធំជួង
ជួងទំហំ1ម៉ែត្រជាងហើយបណ្ដោយវិញ2ម៉ែត្រធំមែនតើមកជួងបងប្អូនមើលចំណាំមើលរឿងចិនបុរាណឃើញស្ថាបត្យកម្មទីងហ្នឹងឯង